ខ្ញុំធុញទ្រាន់នឹងការត្រូវបានគេប្រព្រឹត្តដូចជាឆ្កែនៅក្នុងផ្ទះរបស់អ្នកខ្ញុំមិនធ្វើទុកនេះទៀតទេអ្នកកំណាចដែលមិនដឹងគុណអ្នកបោះជំហានចេញពីកំពង់ផែនេះខ្ញុំនឹងអនុញ្ញាតឲ្យអ្នកញ៉ាំអាហារសមុទ្រទាំងមូលអាហារនៅលើទីផ្សារមិនមានទេស៊ូឈៀងបើឯងហ៊ានទៅជាមួយគាត់ថ្ងៃនេះកុំទទួលស្គាល់ខ្ញុំជាឪពុករបស់អ្នកទៀតអីកូនប្រុសរបស់អ្នកបានបើកបរថយន្ត Wagon ដោយមិនចាំបាច់លើកកម្រាមដៃឡើយស្វាមីខ្ញុំបានប្រថុយជីវិតរបស់គាត់នៅលើសមុទ្រប៉ុន្តែគាត់ទទួលបានប្រាក់ខែគោលត្រឹមតែ 3.000 យន្តប៉ុណ្ណោះគ្រួសារនេះដែលពេញចិត្តកូនប្រុសជាងកូនស្រីខ្ញុំបានរីករាយនឹងទីក្រុងដងឆេងគ្រប់គ្រាន់ហើយយើងបានទៅផ្ទះវិញទៅមនុស្សពីរនាក់ដែលមិនចេះអួតអាងបើគ្មានទូកនេសាទរបស់ខ្ញុំទេចាំមើលថាតើអ្នកអាចបង្កបញ្ហាបានប៉ុន្មានកប៉ាល់របស់ចៅវាយមានអាយុត្រឹមតែ5ឆ្នាំប៉ុណ្ណោះហើយទើបតែជួសជុលធំមួយមើលមួយនេះថោកណាស់តើតម្លៃអាប់បលមាសម្រាប់កប៉ាល់នេះជាអ្វី38,000ឯកសារទាំងអស់រួចរាល់អាចផ្ទេរបានគ្រប់ពេលប្រសិនបើអ្វីផ្សេងទៀតបរាជ័យតែងតែមានរបស់ចាស់ជួលអ្នកក្នុងតម្លៃ$3,000ក្នុងមួយខែមិនអីទេតូកូដៃស៊ូកេតោះញ៉ាំអាហារមុនកប៉ាល់ត្រូវបានសង្គ្រោះខ្លះប៉ុន្តែដរាបណាយើងធ្វើការជាមួយគ្នាជាលក្ខណៈគ្រួសារយើងអាចធ្វើវាបានយឺតអ្វីនឹងប្រសើរឡើងឈីងសុំទោសដែលបងធ្វើខុសលើអូនទុកពេលឲ្យខ្ញុំខ្លះខ្ញុំសន្យានឹងអ្នកនៅជីវិតដ៏ល្អយោតើនេះមិនមែនជាអតីតអ្នករួមចំណែកដ៏អស្ចារ្យនៃគ្រួសារស៊ូរបស់យើងទេរបៀបខ្ញុំចំណាយត្រឹមតែ3,000 យន់ប៉ុណ្ណោះដើម្បីជួលសម្រាមមួយដុំនេះលីនដុងឈីងទូកនេះទំនងជានឹងបែកខ្ទេចខ្ទីភ្លាមនៅពេលដែលវាចេញដំណើរចូលទៅក្នុងសមុទ្រស៊ូឈៀងវាមិនទាន់យឺតពេលទេសម្រាប់អ្នកក្នុងការសោកស្ដាយដែលខ្លួនក្រៃលើនេះហាចោលលួចព្រះអាទិត្យកុំឆ្មើងឆ្មៃពេកកែឆ្វេងម៉ាស៊ីនថ្ងៃនេះខ្ញុំនឹងបង្រៀនអ្នកចាញ់នេះពីរបៀបចាប់ត្រីដាជួងបានបន្សល់ទុកចង្កូតពេញចូលទៅក្នុងថ្មប៉ព្រះទឹករបស់អារក្សកន្លែងរបស់ដងថេងជីពោពេញទៅដោយថ្មព្រះទឹកដែលលាក់កំបាំងកប៉ាល់ធំមិនអាចចូលបានទេចូលយើងចូលទៅក្នុងទូកតូចមួយនេះពេលកោះបាត់អស់ហើយចប់សពគ្រប់កន្លែងដែលកប៉ាល់ធំមិនអាចចូលបាននេះគឺជាទីតាំងហុងស៊ុយដ៏ល្អបំផុតដើម្បីលាក់បាំងគ្រោះមហន្តរាយដ៏អស្ចារ្យដាសួងជឿថាខ្ញុំគួរតែប្រញាប់ប្រញាល់ចូលទៅដៃឆ្វេងនៅ30ដឺក្រេដៃស្ដាំនៅល្បឿនពេញសម្រាប់កម្ដៅសាច់ដុំវានិយាយអំពីការរៀនសម្ដែងរបស់ខ្ញុំដោយហ៊ូឡារិកស្ដេចស៊ីដងឈីងធ្ងន់ណាស់ទម្ងន់នេះខុសហើយតើវាជាប់គាំងនៅខាងក្រោមទេមិនមែនជាបាតទេសំណាញ់បានផ្ទុះហើយវាត្រូវបានទាញឡើងវិញព្រះជាម្ចាស់ឲ្យត្រីក្រកព្រៃលឿងដែលមានគុណភាពខ្ពស់ច្រើនណាស់យើងជាអ្នកមានហើយតុងឈីងយើងជាអ្នកមានកូនល្ងងឲ្យអ្នកបានចេញទៅសមុទ្រតែម្ដងគត់ហើយពួកគេបានឲ្យខ្ញុំនៅកន្ត្រកទាំងមូលដែលពេញទៅដោយត្រីលួយនិងបង្គាមានសត្វលាមួយកំពុងផ្លាស់ប្ដូរផ្ទះនៅក្បែរនោះខ្ញុំមិនទាន់បានរកលុយសងខ្លួនឯងវិញផងប៉ាស្ដាប់ខ្ញុំព្រះឲ្យតើដុំមាសប្រភេទអ្វីអូព្រះជាម្ចាស់ឲ្យទាំងអស់សុទ្ធតែជាត្រីក្រកខើពណ៌លឿងព្រៃដែលមានទម្ងន់ជាងកន្លះផោនតម្លៃទីផ្សារឥឡូវនេះគឺពី2ទៅ3,000 យន្តក្នុង1គីឡូក្រាមយកលុយមកឲ្យលឿនទំនិញធំបានលេចចេញនៅកំពង់ផែបងលីនជំនាញនេសាទរបស់បងពិតជាអស្ចារ្យណាស់ត្រីក្រកលឿងព្រៃមួយបាច់នេះមានគុណភាពខ្ពស់បំផុតបើអ្នកងក់ក្បាលខ្ញុំនឹងចេញលុយសុទ្ធទាំងអស់800,000មិនអាចទៅរួចខ្ញុំទើបតែសម្អាតត្រីសមុទ្រនោះបានយ៉ាងស្អាតកាលពីម្សិលមិញគ្មានសូម្បីតែសក់ត្រីតើធ្វើដូចម្ដេចទើបអាចមានត្រីក្រកពណ៌លឿងធំដែលមានគុណភាពខ្ពស់ច្រើនម្ល៉េះឈីងនេះជាឆ្នាំងមាសដំបូងដែលយើងរកបានដោយខ្លួនឯងដាជួងបានយកលុយនោះថ្ងៃស្អែកទៅកន្លែងផលិតផលតោះទិញទូកនេសាទដែកពិតមួយបង្រៀនមនុស្សមួយចំនួនពីរបៀបនេសាទចៅវ៉ៃលីនក៏យល់ព្រមយ៉ាងរហ័សកប៉ាល់ថ្មីទម្ងន់10 តោននេះតួដែកសុទ្ធក្រាស់បំពាក់ដោយប្រព័ន្ធនេសាទសមុទ្ររឹងទំនើបបំផុតឯកសារទាំងអស់សម្រាប់ការបង់ប្រាក់ពេញលេញចំនួន800,000 យន្តរបស់អ្នកត្រូវបានបញ្ចប់តួរថយន្តធ្វើពីដែកទាំងអស់ដែលមានកាប៊ីនបិទជិតនិងរ៉ាដាហេងឈីនបងប្រុសនេះល្អជាងទូកសំប៉ាហាំងចាស់របស់យើងទៅទៀតលែងខ្លាចខ្យល់និងពន្លឺថ្ងៃទៀតហើយពេលចេញទៅសមុទ្រឈីងទូកនេះឥឡូវជាឈ្មោះរបស់អ្នកហើយចាប់ពីពេលនេះទៅកប៉ាល់នេះនឹងត្រូវបានគេហៅថាឈីនហៃទោះបីជាវាមានត្រឹមតែ10 តោនក៏ដោយប៉ុន្តែអ្នកជឿខ្ញុំមិនយូរទេ30 តោន100 តោនសូម្បីតែប៉ាល់យក្សដែលធ្វើដំណើរតាមមហាសមុទ្រខ្ញុំនឹងរកវាមកវិញទាំងអស់សម្រាប់អ្នកម្ដងមួយកប៉ាល់ខ្ញុំទុកចិត្តអ្នកប៉ាខ្ញុំបានចំណាយលុយដើម្បីស្វែងរកការពិត
លីនដុងឈៀងបាននៅក្នុងសង្កាត់អរិយនេះកាលពីម្សិលមិញ800,000គាត់ថែមទាំងអាចរកប្រាក់ចិញ្ចឹមជីវិតដោយការរត់ជុំវិញភ្នំដ៏ទ្រុឌទ្រោមនោះទៀតផងកប៉ាល់ទម្ងន់30តោនរបស់យើងបានក្រឡាប់តើនោះមិនមានន័យថាគ្រាន់តែធ្វើឲ្យបាតសមុទ្រទាំងមូលទេគាត់អាចរកត្រីបានបន្ទាប់មកយើងអាចលួចយកឆេងសេហើយបើកបរក្នុងល្បឿនពេញថ្ងៃនេះយើងត្រូវតែបង្រៀនអរិយឲ្យស្គាល់ចាំងពីងចាប់ពីពេលនេះទៅខ្ញុំនឹងឲ្យលីនដុងឈៀងរើសជញ្ជីងត្រីមានអ្វីកើតឡើងទុកធ្ងន់ពេកមិនអាចបង្វែរបានឡើយលេចឃ្លីប្រេងធុងប្រេងបានបែកស្នូកទឹកក៏លេចដែរសូមទូរស័ព្ទសូមជំនួយ